សូមជូនរាំខ្មោចនាងយូរីគ្រាមួយពូខនបានធ្វើដំណើរចូលព្រៃឯចុងភូមិដើម្បីរកបន្លែផ្លែឈើនិងថ្នាំសង្កូវផ្សេងជារៀងរាល់ថ្ងៃក៏ប៉ុន្តែថ្ងៃនេះដោយមានប្រវត្តិសាស្ត្រក្នុងភូមិពូខនគឺមាននាងយូរីដែលគុំគួនតាមពីចំនួនគុំនេះមកគឺខ្មោចតៃហោពូខនរៀងផ្លាច់អារម្មណ៍ខ្លាំងណាស់ថ្ងៃនេះធ្វើដំណើរដោយព្រឺឆ្អឹងខ្នងតែដោយគាត់ជាចាស់ទុំក្នុងភូមិជាប្រវត្តិសាស្ត្រមិនដែលខ្លាចជាគ្រូថ្នាំពូខនក៏បាននិយាយថាថ្ងៃនេះដូចផ្លាច់អារម្មណ៍មិនទេមករកថ្នាំសាតែធនធានធម្មជាតិថ្នាំក្នុងភូមិតែវាដូចអត់ស្រួលសោះថ្ងៃនេះមើលទៅរៀនតិចមិនទេអ្នកចូលមកព្រៃនេះผมអាចទៅណារួចទេអាយ៉ាសំលេងអីដូចចម្លែកណាស់មើលទៅថ្ងៃនេះខ្ញុំដូចជាមិនសូវស្រួលក្នុងចិត្តសោះប៉ុន្តែខ្ញុំចូលមកដល់ព្រៃនេះហើយខ្ញុំមិនអាចទៅវិញដៃទៅទេបានទេខ្ញុំត្រូវតែស្វែងរកថ្នាំអូនេះថ្នាំសិតតែថ្នាំចិត្តគ្រប់ហើយប្រឹងរកបន្តទៀតពេលនោះពូខនក៏ធ្វើដំណើរទៅមុខយ៉ាងរលូនក៏ប៉ុន្តែដោយមានភាពព្រឺរងាដោយសារព្រៃនោះជាព្រៃតៃហោនាងយូរីស្លាប់តាមពីចំនួនគុំនេះមិនដែលមានអាណាមកដល់ព្រៃនេះទេមានតែពូខនម្នាក់គត់ដោយសារពូខនចេះមុនអាគមទៀតថានឹងជាចាស់ទុំក្នុងភូមិប៉ុន្តែមិនសូវស្រួលទេអញទៅហើយអូជួយផងពូខនចូលមកដល់ព្រៃនេះហើយมันអាចទៅស្រួលបានទេគឺត្រូវតែទុកជីវិតដូចជានេះហាពូខនពូមកជំនួបកម្មគេហើយអាយ៉ាមិនសូវស្រួលទេវើយអញយកថ្នាំមកហើយសិនអើយគ្រប់សិនអូយមិនសូវស្រួលទេថ្នាំជាតិគ្រប់ហើយយើងត្រូវតែរកថ្នាំឲ្យគ្រប់ដើម្បីយើងចេញទៅដោយសុវត្ថិភាពយើងមិនអាចនៅទីនេះបានទេព្រៃនេះជាព្រៃអាគមជាព្រៃតៃហោជាព្រៃពូខនអ្នកមកដល់ព្រៃនេះហើយมันអាចទៅណារួចទេទុកជីវិតសងជីវិតយើងវិញមកអាយ៉ាមិនសូវស្រួលទេខ្ញុំបាត់តែរឿងអីទេណានាងសូមនាងកុំឲ្យពាក់ព័ន្ធនឹងខ្ញុំតែរករឿងខ្ញុំមិនត្រូវបានខ្ញុំរករឿងនាងវិញហើយ